អនុញ្ញាតគ្រប់ជំរាបសួរបងប្អូនប្រិយមិត្តតាមបណ្ដាញសង្គម YouTube ជាទីនឹករលឹកបងប្អូនណាថ្ងៃនេះខ្ញុំបាទសូមចេញវីដេអូថ្មីតាក់ទងទៅនឹងការលក់កបីត្រឹមប៉ុណ្ណាមួយរយៈហ្នឹងគឺមិនបានចេញវីដេអូអធិស្ឋានបងប្អូនដែលតែងតាមដានតាក់ទងទៅនឹងការចង់ទិញការចង់ដឹងតម្លៃកបីគឺសូមការអធិស្ឋានប៉ុណ្ណាសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំបាទធ្វើការដាក់លក់កបីចំនួន4ក្បាលបងប្អូនគឺ2មេ2កូនបងប្អូនឥឡូវនេះគឺខ្ញុំបាទសូមពណ៌នាតាក់ទងកម្ពស់កម្ពស់របស់ក្បីនីមួយៗដើម្បីឲ្យបងប្អូនជ្រាបជាព័ត៌មានខ្លះៗបងប្អូនណាសម្រាប់ក្របីមេកូនទី1នេះគឺមេវាក្មេងបងណាគឺខ្ញុំសួរពីម្ចាស់គាត់ហ្នឹងគឺគាត់ថាទើបតែកូនមួយសាទេសម្រាប់កម្រិតធាត់របស់វាគឺលឹបលាប់តែម្ដងបងប្អូនគឺលឹបលាប់តែម្ដងហើយក្បីគឺខ្ញុំទើបតែទិញបានបងណាទើបទៅទិញបានថ្មីទើបដាក់ចូលក្រោមបងគឺខ្ញុំទើបបាញ់ទឹកឲ្យវាត្រជាក់បន្តិចព្រោះយើងដឹកមករៀងក្តៅបងណាហើយកម្ពស់វាប្រហែលជា 1.28 បងប្អូនមេនេះកម្ពស់វាប្រហែលជា 1.28 កម្រិតធាត់របស់វាគឺលឹបលាប់តែម្ដងកូនរបស់វាគឺកូនមេបងប្អូនគឺកូនមេក៏ធាត់ហ្នឹងគឺធាត់លឹបលាប់ដែរកូនវាកម្ពស់ប្រហែលជា1ម៉ែត្របងប្អូនណាហើយសម្រាប់ដៃមេកូនគឺខ្ញុំលក់តម្លៃមកល្មមសមរម្យហ្នឹងបងណាសម្រាប់មេកូននេះគឺខ្ញុំលក់ជូនបងប្អូនតម្លៃត្រឹមតែ4លាន6សែនបងប្អូនតម្លៃ4លាន6សែនហើយកបីទី2នេះគួរជាប្រភេទកៅអីមេកូនបងណាគឺជាប្រភេទកៅអីមេកូនខ្លួនឯងឥឡូវនេះគឺខ្ញុំបាទសូមពណ៌នាតាក់ទងនឹងកម្ពស់កម្ពស់បន្តិចដើម្បីបងប្អូនដឹងជាព័ត៌មានសម្រាប់មេរបស់វាគឺកម្ពស់ប្រហែលជា 1.28 ហ្នឹងបងណាសម្រាប់កម្ពស់របស់វាប្រហែលជា 1.28 ដែរកម្រិតធាត់របស់វាគឺធាត់លឹបលាប់តែម្ដងបងប្អូនលឹបលាប់តែម្ដងហើយកូនរបស់វាប្រហែលជា 1.20 បងប្រហែលជា 1.20 កូនឈ្មោលកូននេះគឺគាត់ធាត់លឹបលាប់ហ្នឹងណាគាត់ធាត់លឹបលាប់ដែរកូនវាប្រហែលជា1ខួបជាងកម្ពស់វាប្រហែលជា 1.20 ហើយសម្រាប់មេកូននេះគឺខ្ញុំលក់ជូនបងប្អូនគឺតម្លៃត្រឹមតែ5លាន5សែនហ្នឹងបងតម្លៃត្រឹមតែ5លាន5សែនហ្នឹងបងណាចរចាគ្នាសម្រាប់ទីតាំងគឺមានទីតាំងស្ថិតនៅក្នុងខេត្តស្វាយរៀងបងណាខេត្តស្វាយរៀងស្រុកស្វាយទៀបឃុំពពែបងដែលជាស្រុកកំណើតផ្ទាល់របស់ខ្ញុំបាទតែម្ដងបងប្អូនមានតម្រូវការចង់សាកសួរព័ត៌មានតាក់ទងការចុះការដឹកជញ្ជូនអីតថ្លៃត្រូវអីគឺបងប្អូនអាចតាក់ទងលេខទូរស័ព្ទរបស់ខ្ញុំបាទបាន097 81 1347 076 210 3579សម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងបងណាអរគុណច្រើនបងជម្រាបលាជួបខ្ញុំបាទនៅវីដេអូក្រោយអរគុណ